មាត់យើងនេះក៏នាំសុកនាំទុកមកដែរមាត់នេះវាសារៈសំខាន់ទៅទៀតមាត់យើងពោលមួយម៉ាត់ទៅឲ្យសុកពោលមួយម៉ាត់ឲ្យកើតទុកពោលឲ្យស្រឡាញ់ពោលឲ្យស្អប់ណាពោលឲ្យជួបជុំពោលឲ្យប្រត់ប្រាស់ណាពោលឲ្យរស់ពោលឲ្យស្លាប់ឃើញទេណាសម្ដីហ្នឹងសំខាន់ណាស់ចឹងបានចាស់បុរាណលោកថាសម្ដីជាឯកលេខជាតោមានន័យថាសម្ដីជាឯកហ្នឹងគឺសម្ដីដំបូងគេឯកហ្នឹងវាមានតែមួយណាចឹងសម្ដីហ្នឹងគេយកជាគោលណាលោកពោលថាមនុស្សគេយកសម្ដីតម្រៃគេយកភ្លុកខ្មែរចងក្រងទុកជាពាក្យបដៅនាងនួនខ្លឹមក្នុងឫស្សីខ្លឹមក្រៅក្រំមនុស្សសម្ដៅនៅត្រង់ពោលពាក្យប៉ិតឃើញទេណាចឹងសម្ដីនេះអាចក៏អាចនាំឲ្យយើងបានសេចក្តីសុខដោយសារសម្ដីទុកក៏ដោយសារសម្ដីស្លាប់ក៏ដោយសារសម្ដីរស់ក៏ដោយសារសម្ដីជួបជុំក៏ដោយសារសម្ដីព្រាត់ប្រាស់ក៏ដោយសារសម្ដីណាសើចញញឹមក៏ដោយសារសម្ដីយំក៏ដោយសារសម្ដីទឹកភ្នែកទឹកសបោក៏ដោយសារសម្ដីណាអញ្ចឹងផ្លូវចិត្តយើងអប់រំល្អហើយប៉ិនបើមាត់យើងនេះអត់ចេះអប់រំបានល្អទេក៏អត់បានសេចក្តីសុខដែរណាអត់បានសេចក្តីសុខដែរគ្រប់គ្នាប្រាថ្នាចង់ឲ្យអ្នកដតីធ្វើសេចក្តីសុខដល់ខ្លួនឲ្យសេចក្តីសុខដល់ខ្លួនមែនទេយាយអ្នកក៏ចេះចង់ឲ្យគេពោលពាក្យផ្អែមដាក់ខ្លួនមែនទេចង់ឲ្យគេគោរពខ្លួនសិតតែអញ្ចឹងទាំងអស់ចង់ឲ្យគេគោរពយើងចង់ឲ្យគេពោលពាក្យសម្ដីផ្អែមល្ហែមមករកយើងចង់ឲ្យគេធ្វើល្អដាក់យើងចង់ឲ្យគេផ្ដល់សេចក្តីសុខដល់យើងព្រោះចង់ឲ្យគេឲ្យតម្លៃយើងព្រោះចង់អញ្ចឹងបើយើងគ្រាន់តែចង់យើងចង់ឲ្យគេពោលសម្ដីផ្អែមមកយើងប៉ិនយើងមិនដែលនិយាយផ្អែមទៅគេផងមិនបានផ្អែមណាយើងចង់ឲ្យគេឲ្យតម្លៃយើងអត់ដែលឲ្យតម្លៃគេយើងចង់ឲ្យគេធ្វើសេចក្តីល្អមកយើងអត់ដែលធ្វើសេចក្តីល្អនឹងគេអាហ្នឹងអត់បានទេព្រោះព្រះលោកសម្ដែងថាបើអ្នកចង់បានហេតុណាអ្នកត្រូវសន្សំហេតុហ្នឹងចង់បានពូជអីដាំមកពូជហ្នឹងអញ្ចឹងចង់ឲ្យគេនិយាយផ្អែមក៏តើយើងនិយាយផ្អែមទៅគេដែរតើណាយេណាចង់ឲ្យគេធ្វើសេចក្តីល្អមកយើងត្រូវធ្វើសេចក្តីល្អទៅកាន់គេដែរចង់ឲ្យគេឲ្យអីមកយើងត្រូវឲ្យអាហ្នឹងទៅគេដែរតើណាណាកុំមកដែងហៅសបុតការគេ20ដងគេមិនទាន់ហៅឯងម្ដងកងគេមិនសោះញឹមទេតើណាណាចឹងចង់ឲ្យអីទៅគេឲ្យគេឲ្យអាហ្នឹងមកយើងបើតើយើងចេះលះអាហ្នឹងទៅគេដែរមានទៅមានមកហ្នឹងហើយចង់បានហេតុអីសន្សំហេតុហ្នឹងចង់បានសេចក្តីសុខសន្សំសុខជាមួយគេដែរចង់ឲ្យគេនិយាយផ្អែមណាយើងនិយាយផ្អែមទៅកាន់គេដែរហើយសម្ដីនេះណាញោមកុំថាឡើយដល់សង្គមជាតិមួយសំបីតែសង្គមគ្រួសារមួយបើសិនជាណាមិនមានអធិស្ឋានតាមរយៈសម្ដីនេះទេអាចឲ្យប្តីប្រពន្ធឆ្លោះតក់តែងខ្វែងកំណត់ជេរបចោលដៀលថ្វាស់គ្នារកសេចក្តីសុខអត់ឃើញបែកបាក់ប្រត់ប្រាស់នៅរាជម្ដាយឪពុកកូនចៅដោយសារតែសម្ដីចាក់រុកគ្នាណាមិនចេះហាត់ពុតលុតដំអប់រំសម្ដីនេះចឹងបានព្រះអង្គសម្ដែងអំពីបិសនៈវាទភរុសវេចាសម្ភបលាបៈនិងមុសាវាទបិសនៈពរុសវេចាសម្ភបលាបៈណាកុំឲ្យនិយាយពាក្យរយរីអត្ថប្រយោជន៍ភូផបោកប្រាស់ញុះញង់ជេរបចោលដៀលថ្វាស់ឲ្យពោលតែសច្ចភាពសច្ចវាទពាក្យប៉ិតទៀងត្រង់សច្ចរិតយុត្តិធម៌ពាក្យប៉ិតមិនចេះស្លាប់នោះណានឹងឲ្យនិយាយតែពាក្យប៉ិតសច្ចរិតយុត្តិធម៌ទៀងត្រង់ទៅរកគ្នានឹងគ្នានោះសេចក្តីសុខនិងសេចក្តីចម្រើនអាចកើតមានអាចកើតមានណាហើយប្រទេសជាតិមួយទាំងមូលក៏ដូចគ្នាដែរកុំថាតែគ្រួសារមួយបើសិនជាថ្នាក់ដឹកនាំមិនត្រង់នឹងគ្នាជាពិសេសប្រទេសអាចកើតសង្គ្រាមក៏ដោយសារតែមន្ត្រីរាជការនៅក្រោមអាវ៉ាត់ហ្នឹងចាក់រុកលិចកើតទៅសម្ដីឯនេះមួយម៉ាត់ឯនេះមួយម៉ាត់នោះម៉ាត់នេះម៉ាត់ទៅអាចធ្វើឲ្យប្រទេសមួយទាំងមូលហ្នឹងអាលាយដោយសារសម្ដីហ្នឹងឃើញទេចឹងសំខាន់ណាស់បានលោកថាសម្ដីហ្នឹងមិនធម្មតាទេណាគ្រួសារយើងរស់នៅរាល់ថ្ងៃដូចគ្នាចឹងដែរប្រចាំថ្ងៃនេះចង់បានសេចក្តីសុខសេចក្តីចម្រើនយើងរៀនហាត់ពុតលត់ដំតាមរយៈកាយហើយនឹងវាចានិងចិត្តយើងណាប៉ុន្តែចិត្តផ្លូវចិត្តហ្នឹងអាត្មាធ្លាប់បញ្ជាក់ពីវិធីសាស្ត្រអប់រំចិត្តកុំឲ្យខឹងក្រោធអីច្រើនខ្សែអាប់មកហើយថ្ងៃនេះចង់និយាយសង្កត់ធ្ងន់ទៅរឿងសម្ដីនេះណាហ្នឹងហើយសម្ដីហ្នឹងក៏ជាហេតុនាំឲ្យបានសេចក្តីសុខណាជាហេតុនាំឲ្យបានសេចក្តីចម្រើនជាហេតុនាំឲ្យជួបនៅសេចក្តីទុក្ខណាវិនិច្ឆ័យអន្តរាយចម្រើនវិនិច្ឆ័យសុខទុក្ខមានបានក្រខ្សត់អត់ឃ្លានជួបព្រាត់អីក៏ដោយសារសម្ដីហ្នឹងណាសម្ដីជាទ្រព្យប្រើរាប់មិនអស់តែបើប្រើទាស់នាំកើតហិង្សានាំឲ្យគុំគួនជាប់ក្នុងចន្ទាអាចហ៊ានប្រហារប្រាថ្នាធ្វើឃាតណាសម្ដីកើតយុះរស់មានមិត្តយាតសម្ដីសជាតិមានរយាតសពូជសម្ដីល្អជាពូជធាល្អគប់សម្ដីឥតផប់បងទ្របខាតខូចសម្ដីមានន័យល្បីឆ្ងាយរាប់យោជសម្ដីឥតខូចប្រយោជន៍គង់មានសម្ដីនឹងពោលឲ្យកើតប្រយោជន៍គោកើតប្រយោជន៍ពោលឲ្យខាតប្រយោជន៍ខាតប្រយោជន៍អានឹងអញ្ចឹងណាណាអញ្ចឹងធ្វើម៉េចយើងហាត់ពុតលត់ដំអប់រំវិជ័យរបស់យើងនេះឲ្យបានល្អណាបើសិនជាយើងពោលមិនប៉ិតទៀងត្រង់ទេសង្គមគ្រួសារតែមួយក៏យើងរកសេចក្តីសុខអត់ឃើញដែរកុំថាឡើយសង្គមគ្រួសារមួយតែម្ដាយឪពុកឬប្តីប្រពន្ធតែ2នាក់សោះ
còn tha sẵn cung cua xa môi để rốt nâu miên con miên châu ấy đọc mà bay nẹ tập pi nẹ bờ miên sầm đây tiền trong này kia có rồi sẽ gây sọc ở khởi bẹt sama sam pot đôi bọng lọc rương này tiền bẹt pon nừng rương nà năng ấy hong các bạn pi pan là luồn mùi lọt đạp cái gì năng á nà sầm đâyนี่มันธรรมดาទេanh nhỉมันธรรมดาទេបើយើងអត់ចេះហាត់ពុតលុតដំអប់រំបានល្អនឹងអត់សុខទេពេលលោកសំដែងអំពីហងមកលើករឿងនឹងមួយម៉ាត់ចុះណាបែបអង្គុយបានយូរទេញោមក្រែយើងវាធំពេកណាអង្គុយពិបាកណាចេះត្រង់មកមិនយកកែទេសនាពីវត្តយើងនេះមកចិត្តនេះណាកែទូចទៅមួយណាហ្នឹងហើយឥឡូវចូលរឿងយើងនេះជាយាមស្ដាប់ហងហ្នឹងគឺខ្លួនវាតែមួយទេប៉ិនក្បាលវាពីរក្បាលវាបែកជាពីរប៉ិនខ្លួនវាតែមួយណាហើយតាំងពីកើតមកដឹងក្តីមកគឺស្រឡាញ់គ្នាណាណាស្រឡាញ់គ្នាណាស្ម័គ្រស្មោះនឹងគ្នាណាខ្លួនតែមួយទេតែក្បាលពីរហើយចិត្តផ្សេងគ្នាណាស្រឡាញ់គ្នាសង្គ្រោះសន្តោសគ្នាមានចំណៃអីតិចតួចអត់ចេះលាក់កំបាំងទេចែករំលែកគ្នាដើម្បីរស់ណាពួកខ្លួនតែមួយក៏គាត់តែក្បាលពីរផ្សេងគ្នាដល់ថ្ងៃមួយមានព្រានប្រមាញ់ចូលមកបបាញ់ឃើញសាច់នោះវាចម្លែកណាហងនឹងហេតុអីបានជាខ្លួនមួយមានក្បាលពីរគ្រាន់តែឃើញហើយតាក់ចាប់បានហើយនឹកឃើញដល់បរិជាបើអញយកទៅថ្វាយបរិជាម្លេះសំបរិជាពេញបរហៈទៅអញនឹងទទួលបានរង្វាន់ពីបរិជាណាបញ្ជាក់ពីហេតុតិចសិនតិចទៀតយើងដឹងផលនៃសម្ដីនឹងវាមានកម្រិតប៉ុណ្ណាដល់ពេលយកទៅថ្វាយបរិជាពេញបរហៈតេតើសត្វនេះជាសត្វដែលកម្រណាយើងមិនដែលជួបប្រទះទេខ្លួនតែមួយតែមានក្បាលដល់ទៅពីរហើយអាចចេះរស់នៅជាមួយគ្នាបានអាចចេះរស់នៅជាមួយគ្នាបានអត់ចេះឆ្លុះតក់តែងខ្វែងកំណត់គ្នាណាល្អណាស់ចឹងឲ្យនាមឺនកហបតីមន្ត្រីរាជការយកហងហ្នឹងយកទៅដាក់ក្នុងទ្រុងធ្វើទ្រុងឲ្យស្អាតដាក់ក្នុងទ្រុងតម្កល់ទុកជាសម្បត្តិរបស់រាជានៅក្នុងវាំងណាដល់ពេលយកទៅដាក់ក្នុងទ្រុងណាចេញពីប្រជុំមកអាមាត្យមួយហ្នឹងគាត់ដើរទៅកន្លែងត្រង់ហងហ្នឹងសັບដាក់ក្បាលហងមកខាងអត់និយាយអីក៏សັບធ្វើមាត់ចាប់អូចដាក់ក្បាលហងមកខាងនោះណាដល់ហើយដើរហួសចេញទៅណាសំដីណាអាមាត់នឹងមិនធម្មតាទេអាហងម្នាក់ទៀតក្បាលមួយទៀតវាសួរអាមាត្យនិយាយប្រាប់រឿងអីខ្លះហើយមានរឿងអីល្អមានរឿងអីប្លែកប្រាប់យើងផងអាក្បាលមកខាងទៀតនេះវាថាអញទៅស្ដាប់វាលឺអីសោះអញឃើញលឺសុំមាត់ចាប់អូចដឹងមានន័យថាម៉េចអញស្ដាប់លឺសោះអាហងក្បាលមួយទៀតនេះវាថាអញជឿទេឯងមានរឿងល្អមិនប្រាប់អញណានៅជាមួយគ្នាយូរហើយខ្លួនតែមួយហេតុអីបានមានរឿងល្អមិនប្រាប់គ្នាចាំបាច់លាក់កំបាំងថាប៉ុណ្ណឹងហើយក៏ហីទៅអានោះថាទេអញស្ដាប់គ្មានលឺអីទេណាប្រាប់ប៉ុណ្ណឹងហើយនិយាយគ្នាប៉ុណ្ណឹងហើយរៀងហីទៅស្អែកឡើងមកម្ដងទៀតអាមាត្យនឹងទៅខ្សឹបដាក់ក្បាលមកខាងទៀតធ្វើមាត់ចាប់អូចទៅអាមកខាងនេះក៏សួរម្ដងហើយចុះថ្ងៃហ្នឹងអាមាត្យនិយាយអីដាក់ឯងដែរមើលប្រាប់យើងផងមើលអញស្រាប់អត់លឺដែរអញលឺសូរតែមាត់ចាប់អូមិនដឹងនិយាយថាម៉េចណាទ្រាំបានទៅទេឯងមិនត្រង់ជាមួយនឹងអញដែរអានោះតែឯងក៏មិនត្រង់នឹងអញដែរឯងក៏មិនត្រង់នឹងអញឆ្លុកតក់តែងខ្វែងកំណត់គ្នារហូតដល់ធាក់ចាក់គ្នារហូតដល់ទ្រាំបានហែកខ្លួនហ្នឹងដាច់ជាពីរឃើញទេណាស្លាប់ទាំងពីរនាក់ហ្នឹងណាស្លាប់ទាំងពីរនាក់អញ្ចឹងมันធម្មតាទេដោយសារសម្ដីនេះណាហ្នឹងហើយអាចឲ្យរស់ក៏ដោយសារសម្ដីស្លាប់ក៏ដោយសារសម្ដីជួបជុំក៏ដោយសារសម្ដីព្រាត់ប្រាក់ក៏ដោយសារសម្ដីសុខក៏ដោយសារសម្ដីទុក្ខក៏ដោយសារសម្ដីទឹកភ្នែកក៏ដោយសារសម្ដីសើចសប្បាយក៏ដោយសារសម្ដីมันធម្មតាឯណាចឹងបើយើងហាត់ពុតកាយនេះបានល្អហើយមិនលួចមិនឆក់មិនប្លន់មិនវាយមិនដំមិនទាត់មិនធាក់ប៉ិនបើមាត់យើងនេះអត់បានហាត់ពុតលុតដំបានល្អក៏រកសេចក្តីសុខអត់ឃើញតោះនេះយីវាតព្រមដោយសេចក្តីល្អតាមរយៈកាយទ្វាវិច័យទ្វាមโนទ្វានោះព្រមដោយសេចក្តីល្អទើបយើងរកសេចក្តីសុខឃើញវាត្រូវបដិបត្តិគ្នាបើសិនជាកាយបានល្អហើយមាត់បានល្អហើយប៉ិនបើចិត្តយើងនេះអត់ចេះហាត់ពុតលុតដំទេក៏អត់បានសេចក្តីសុខណាចិត្តនឹងវាមានលោភៈកាន់តែច្រើនណាចិត្តនឹងវាមានទោសៈកាន់តែច្រើនមោហៈអវិជ្ជាបាំងមុខទៅនាំឲ្យសត្វលោកទាំងអស់នឹងមានលោភៈណាកាលណាអវិជ្ជាកាលណាលោភៈចូលមោហៈអវិជ្ជាបាំងមុខកាលណាមោហៈអវិជ្ជាបាំងមុខនាំឲ្យសត្វលោកនឹងមានប្រមាទៈគឺសេចក្តីធ្វេសប្រហែសកាលណាសត្វលោកមានសេចក្តីធ្វេសប្រហែសនាំឲ្យសត្វលោកនោះប្រព្រឹត្តនៅអបាយមុខ
ប្រព្រឹត្តដល់បាយមុខវាបដិបកគ្នាចឹងដើមដំបូងមកពីអវិជ្ជាមានអវិជ្ជានាំឲ្យមានលោភមានលោភៈមកពីមានលោភៈចិត្តនឹងវាកើតបានមានអវិជ្ជាបាំងមុខមោហៈអវិជ្ជាវង្វេងលែងមើលឃើញដឹងខុសដឹងត្រូវដឹងល្អដឹងអាក្រក់ណាដាក់បែរសេអធិស្ឋានញោមបងបែរទៅនោះបងកុំឲ្យចំនឹងហើយបងនៅវាស្រោបសំឡេងចូលខ្សែអត់ដើមដំបូងមកពីមានលោភៈចិត្តហ្នឹងបងមកបញ្ជាក់ថាបើសិនជាយើងមានកាយស្អាតវិជ័យនេះស្អាតហើយតែបើចិត្តយើងអត់បានហាត់ពុតលុតដំបានល្អក៏វាអត់សុខវាត្រូវបដិបកគ្នាទាំង3ហ្នឹងត្រូវព្រមដោយសេចក្តីល្អត្រូវហាត់ពុតលុតដំទាំង3ហ្នឹងផ្លូវទាំង3ហ្នឹងឲ្យវាល្អទាំង3បានសេចក្តីសុខណាដល់លោភៈវិចូលមោហៈអវិជ្ជាបាំងមុខមោហៈអវិជ្ជាបាំងមុខប្រមាទៈគឺសេចក្តីធ្វេសប្រហែសរមែងចម្រើនកាលណាប្រមាទៈធ្វេសប្រហែសនឹងចម្រើននាំឲ្យសត្វលោកលែងមានសតិសម្បជញ្ញៈហិរិអោតបៈអីក្នុងខ្លួនណាពេលហ្នឹងសត្វលោកប្រព្រឹត្តធ្វើនៅអបាយមុខបាបញ្ចវរៀនផ្សេងលួចឆ្លុកតក់តែងខ្វែងកំណត់កັບចាក់ចដែនចំណែនប្រចាំឈ្លាននេះគ្នាដើម្បីរស់ណាប្រព្រឹត្តអបាយមុខកាលណាសត្វលោកប្រព្រឹត្តអបាយមុខនោះហើយជាហេតុណាហើយនរកប្រែតវាជាផលមោហៈនាំឲ្យសត្វលោកធ្លាក់ទៅជាតិរិឆានលោភៈគឺសេចក្តីប្រាថ្នាមិនចេះឆ្អែតនាំឲ្យសត្វលោកទៅជាប្រែតទោសៈដែលជាហេតុនាំឲ្យសត្វលោកធ្លាក់ទៅនរកមិនធម្មតាណាអញ្ចឹងយើងរៀនហាត់ពុតលុតដំអប់រំចិត្តណាលោភៈនេះក៏នាំឲ្យសត្វមិនបានសេចក្តីសុខដែរហើយមែនសត្វលោកយើងកាន់តែបានកាន់តែត្រូវការកាន់តែបានកាន់តែចង់បន្ថែមណាបើសិនជាយើងចេះល្មមតាមមានតាមបានដោយការញាតញោមពុទ្ធបរិស័ទណាពីចំណន់មុនមកយើងប្រឹងតាមសមាជីវោសមាកម្មន្តោមានបណ្ណាប្រើបណ្ដឹងមានបណ្ណារស់បណ្ដឹងសេចក្តីសុខមានណាស់ក្នុងសង្គមហ្នឹងក៏មានសន្តិភាពប៉ុន្តែដល់នៅពេលដែលសត្វលោកក៏ឃើញគេបានខ្លួនឯងបានក៏ឃើញគេមានខ្លួនឯងមានចេះតែចង់មានចេះតែចង់បានទៅណាគ្រប់គ្នារៀងខ្លួនទៅបានជាយើងរស់នៅក្នុងសង្គមហ្នឹងមិនសូវសន្តិភាពព្រោះដោយសារអីដោយសារយើងចង់រស់តែខ្លួនយើងចង់សុខតែខ្លួនយើងចង់មានតែខ្លួនយើងអត់មានវប្បធម៌ចែករំលែកអត់បានគិតពិចារណាថាគេក៏ដូចយើងម្ដាយឪពុកគេដូចម្ដាយឪពុកយើងកូនចៅគេដូចកូនចៅយើងបងប្អូនគេដូចបងប្អូនយើងបើសត្វលោកទាំងអស់យកអារម្មណ៍មួយនឹងយកមកគិតណាអត់ចេះព្យាបាទគ្នាទេណាហេតុអីបានអាត្មាឲ្យយកអារម្មណ៍នឹងមកគិតថាម្ដាយគេដូចម្ដាយឪពុកយើងកូនចៅគេដូចកូនចៅយើងមិនបានត្រូវគិតអញ្ចឹងថាមកពីយើងកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់ជួនកាលអាគ្រួសារបែបផ្ទះយើងដែលយើងស្អប់ព្រឹកល្ងាចជេរបចោលគ្នាព្រឹកល្ងាចដល់ស្លាប់ពីនេះទៅកើតជាមួយអាគ្រួសារជេរបចោលហ្នឹងក៏ថាបានមែនទេវាវិលចុះវិលឡើងអត់ទៀងព្រះលោកសំដែងពីវត្តដាក់នឹងវាតូលស្លាប់កើតណាដឹងជាតិនេះយើងកើតនៅឯនេះចោលនៅនឹងភាសាទៅកើតកន្លែងផ្សេងឆ្លុះតក់តែងខ្វែងតនិតដដើមគ្នាកន្លែងផ្សេងនោះទៀតចោលកន្លែងនឹងទៀតទៅកើតកន្លែងផ្សេងនោះទៀតណាចោលគ្រប់កន្លែងរឿងអីដែលយើងត្រូវប្រកាន់មកណាហួងហែងត្រូវការមិនចេះគ្រប់មិនចេះចប់ហើយតើកាលណាយើងអត់ចេះល្មមអត់ចេះអត់សង្កត់ទេអត់បានសេចក្តីសុខទេទោះបីជាយើងមានទ្រព្យបណ្ណាក៏យើងអត់សុខដែរនៅតែខ្វាយខ្វល់អំពើទុកក្នុងចិត្តនឹងគ្មានទីបញ្ចប់ណាគ្មានទីបញ្ចប់ណានៅថ្ងៃណាមួយលោភៈនេះតណ្ហាគឺសេចក្តីប្រាថ្នាដែលមិនប្រកបព្រមដោយបញ្ញាដែលមិនបានពិចារណានៅក្នុងសច្ចធម៌ថាមិនមែនជាយើងមិនមែនជាគេណាមកខ្លួនទៅទេទៅវិញខ្លួនទៅទេនៅពេលដែលយើងអត់បានពិចារណាដល់នេះដល់ធម៌នេះណានៅពេលណាមួយទ្រព្យសម្បត្តិនោះណាសេចក្តីត្រូវការរបស់យើងនោះនឹងផ្ដល់សេចក្តីទុកឲ្យយើងវិញក្នុងពេលណាមួយទ្រព្យសម្បត្តិនោះនឹងផ្ដល់ទុកឲ្យយើងវិញណាបើយើងអត់បានពិចារណាយើងអត់បានចេះចាប្រើប្រាស់ទ្រព្យអត់បានចេះជញ្ជូនទ្រព្យប្រើឲ្យត្រូវតាមកន្លងរបស់ព្រះលោកសម្ដែងអំពីការប្រើប្រាស់ទ្រព្យតែយើងមានទ្រព្យហើយយើងប្រើប្រាស់របៀបម៉េចដើម្បីឲ្យត្រូវទី1លោកឲ្យប្រើដោះបំណុលចាស់គឺចិញ្ចឹមម៉ែចិញ្ចឹមឪមានទ្រព្យទី1យកមកចិញ្ចឹមម្ដាយឪពុកចាស់ជារៀននេះប្រើឲ្យត្រូវណាព្រះលោកបង្រៀនឲ្យប្រើទី1យកមកចិញ្ចឹមម្ដាយឪពុកណាហៅតែដោះបំណុលចាស់ទី2ដោះបំណុលថ្មីគឺចិញ្ចឹមបុត្រភរិយាចិញ្ចឹមបុត្រភរិយាដែលជាចំណងថ្មីមាតាបិតាជាចំណងចាស់កូនប្រពន្ធជាចំណងថ្មីដល់ពេលទី3យើងប្រើឲ្យត្រូវគឺបោះចូលក្នុងជ្រោះជ្រៅកាពះយើងនេះចង់អីឃ្លានអីដាក់នឹងឲ្យទៅចង់បាញ់ឆៅដាក់បាញ់ឆៅចង់នំគ្រក់ដាក់នំគ្រក់ចង់សឡក់ដាក់សឡក់ចង់សដានដាក់សដានចង់ញោមដាក់ញោមមកឲ្យទៅណាយាយណាព្រោះទៅមុខទៀតអត់មានរបស់ហ្នឹងទេតើណាណាឃ្លានអីដាក់នឹងមកឲ្យណាឃ្លានអីដាក់នឹងមកឲ្យប៉ិនបិណ្ឌបាតមួយឃ្លានអីដាក់នឹងដាក់អាណាដែលវាជួយសុខភាពកុំដាក់អាណាបំផ្លាញសុខភាពណាដូចយើងរាល់ថ្ងៃនេះអាត្មាមើលថាយើងប្រើប្រាស់ទ្រព្យនិងហូបរបស់មិនមែនជារឿងដែលនាំឲ្យចម្រើនដល់សុខភាពរបស់យើងទេខ្មែរយើងរាល់ថ្ងៃនេះ
nà trong bánh có phật xả cả thánh có xả châu nắm có xả cá có xả có cho biết có xả bon khói có xả tiết ở lâu này nà nè chuột chung cái có xả ngay ná có xả là hồi hay cái tha cả ná tên nhà lọ mau về mình phát qua sọc phiệt tê có cái trụ tụ tốt cái sai tao bị ọt phát qua sọc phiệt tê nhiều mà dây tịch sao còn tha lại đò xa mình phát qua sọc phiệt nét ta tắc sót này còn miền kỳ mi đầm bay ra xa con ở phía bên nó không đằng đại cho tùng roang tại xa miền tại chiết à con sót nhau ọt miền rương ấy lo nhông do bị sao xa bia cả đói xa ấy cả đói nó xa bia nước chai nhà xa so dương tiệt vì dương cất ở đòi còn thao vì miền cách tại vô tách dương phát xa bia ấy xa cả phong tôi vì miền mộc mòn tách vấn đề on chiên xa so ấy mà mình lọt chăn đấy phần mặt đằng bị là bị vừa xa so nó kê thưa tranh bị sao sờ lầy nó bị sao bị bài pin cò bỏ dương sập sạt nè đặt tầm mê về tê có thêm tầm mê tê để bạc còn nè đó là p là xa bia đi nè mình thầm mà ra tê thằng nè nhôm bị sao nhôm ai do xa bia mà cả phóng hãy dừng bọ vì rứ con mình chăm bạch bọ tê dừng do ta đạn nó lơ ta bầu té rứ còn nó lơ đầy bằng là sầy con bọ vì hay np để mê cặp bông ta khát đau chứ mà rồi giá cao mà phay này tí rư sam sắp này tí dương khơi lặt tập họ là nè bờ còng đau nó việc đo còng rạch bọc vía đó nè việc tung lao mong nhau nè tung lao hay tung lao np đại việt lẹ nó lơ băng à say đại băng à say năng np đại việt cam cọ từ bên tới dương khơi miền say khạc nấu cọ chọp năng đại băng à say năng chọp tầm ram p để về châu nông cà pẹ dương này tao về tao chỉ say vanh dê nè dương cất tập pi sập bài dương ọt bàn pi trà nà đo sọc cà phê bỏ dương hay pe khạc bờ miền trọp ấy trơn chứ sao ấy tê nà cà phê năng pan bạt đay sọt pan mê đay của dương trẻ lôi một xì ba bàn đây nè khạc thập phật tao về pau sọc cà phê là ngay pau tăng về làm pan bạt đay sọt pan mê đay ấy nó nhung nè bịa chặt lục thà đặng mà kéo áp bị prai pi kéo sai chồng bay kéo sầm bông dập buồn kéo ở đẹp thông pram kéo sầm ngom chật của môi kéo ở nặt luôn nguồn chấm đấy sầm đây không nói soi kế chẳng ấy bóc và tọt tất cả lực máy là bay kéo sky lật mọt à bị nguồn bền tén ót tầm lay tê nhung nó dương do pi và liên nâng tốc sầm rạp và pôn côn sầm rạp cru xa do lôi nâng tật thơ ấy để miên phải giàu thơ ấy để miên phải giàu nè hay anh nào cho thom nè pi kla lâu nay xong tập xong bay tập bon shop na nhung mà từ tesna bị đọc năm món nè ở đây miền thì bị đọc năm coi mà đi lươn nè lươn mền tên sản công dương plak đầu bạc để bọt sản công dương là bị prong nâu là bọt bị chia porot mà dương bị đọc năm món ở đây miền nè na cái do xa do là bay từ lên không bon shop thì nè miền tại sau tho cầm đo bon năng mà dục tuần lư plak đầu kia sau tho nè cha đồn chi năng sau tho bọt sau đây mền đấy chả nè ngày sau tho cầm đo không bon năng nè sâu thò đầm bay ở nẹt nâu rốt này ban bị cha là na pe class sòng quay nè cha sâu ruột băng tục hang ăn để chăng anh ta ruột chỉ tục men chỉ sắt men chỉ bọc côn men chỉ tua men luôn men dương men kê tao nẹt nâu rốt này ban slap tao đuổi slap hơi sự cái tục bỏ nè bờ mai slap ở bọc slap đây slap côn men côn anh bỏ đây men anh bỏ xong bay thật luôn anh nước men anh thật tiếp bỏ nè anh nâu pe để asa sạc cho đọt đằng hào nó về nơi tay coi việc cho đọt đằng hào nó về phát lót tao ọt miền dương miền kê phong bay tao để bay nhom tao được nhom côn mà đai plau bay bị khỉ nè ọt miền nè na tao chỉ môi clear bàn nè rồi ấy chỉ tì bằng ọt man cao bị bon của sòn dương mau tay mà nè ai hai mau để sạc bon riêng luôn tao vinh cả tao tay mà nè ai hai bon của sòn tao nè xem bị khỉ đôi khỉ chẳng đai đó là quạt bàn sập tho à cha dây chi po quả song ấy sâu tiếng tao quạt bị cha na tao thưa ở tục nó câu rồi xào rồi xài tạm đằng hãy việc ban của sòn đòn nè sập để nó tiệt nè pan đòi dương à lâu ní cái prao tục sẵn nạ tha hai ấy ban do ra một phát nằm bay cầm đỏ bòn sọp do là bay mà lên nằm bay cầm đỏ bòn sọp vì món cái sâu thó nằm bay cầm đỏ bon à lâu cái phát ra nằm bay cầm đỏ bon lên là bay nằm bay cầm đỏ bon hay dây xà lanh mùi na lâu năng nhau xà lanh thó đó pan xà lanh thó dương tầm ông còn buồn to nó ngạp ở hơi nè miền nẹt bàn nồng coi sâu thoi tê mà lọt hái ta ca nam mong cùng buôn ngạp ó dương thử hổ nẹt tầng ó nắng mau cầm đỏ nè ngày màu cầm đỏ hay men nẹt sai dương này ta mong cùng pel bay toàn tê hộp bài tăng từ mong buôn ta mong pel toàn nó ngạp ó ha và lục ó ha men đấy nè chẳng bàn dương vừa nấu ta cro nơi ta cro
គេអ្នកមានម៉ោង7មិនតាន់បានចូលផ្ទះទេញោមម៉ោង9យប់ម៉ោង10អីបានជួបជុំគ្នាហូបបាយម៉ោង1 ដល់ 10 2 ដល់ 10អីបានដេកនឹងដេកមិនលុកទៀតខួរក្បាលនឹងនៅគិតពីរឿងរកស៊ីនៅគិតពីគេជាពាក់លុយនៅគិតពីរឿងនេះរឿងនោះគ្រប់សពហើយយើងអ្នកក្រនេះសុខមែនសบายចិត្តអត់ដែលចេះខ្វល់រឿងអីសោះសบายរហូតណាយាយណាធ្វើតែសៅហើយលែងគិតអីទាំងអស់ណាយាយទៅដល់យាយតាទៅដល់តាកូនទៅដល់កូនតានេះបាយថ្ងៃត្រង់ហើយទៅទៀមកខ្វេមើលវាយបុកស្រែកហូរកាជៀវទៅយាយនេះប៉ឹងឲ្យតាលើកតែទឹកមួយធុងអញចុកចកេះណាអញលើកមួយទេប៉ែអើយប៉ាន់ដល់ពេលសៅអាទិត្យទៅកន្លែងវាយបុកឃើញអាកាឡាបដាល់នឹងលោកដៃផងជើងគាត់អញចេះដឹងកម្លាំងមកពីណាហ្នឹងហើយណាតាទៅដល់តាទៅយាយនេះនៅដល់យាយទៅណាយាយនៅផ្ទះនេះញិចចៃកូនទៅបើមិនអញ្ចឹងនិយាយដើមគេអញ្ចឹងទៅណាហ្នឹងហើយអង្គុយប្រឈរជង្គង់វាយកតេវាយទៀងលេនស៊ីគូអីចឹងទៅតង់ទីនខ្លះកតុយលេខខ្លាយចឹងទៅណាហ្នឹងហើយយាយទៅដល់យាយតាទៅដល់តាកូនទៅដល់កូនណាយើងអ្នកក្រនេះស្រួលមែនហើយអួតប្រាប់លោកទៀតដេចគុណហើយស្រុកស្រែជនបទឥឡូវនេះស្រួលណាស់ដេចគុណធ្វើតែស្រែហើយឥឡូវនេះស្រែសឹងតែមិនបាច់ធ្វើទៀតបើអត់អង្គទៅផ្សារទៅចិនផ្លែតដាក់មកបាវមកហូបបានទៀតបន្លែមហូបអីមិនបាច់ចាំដាំដូចមុនទៀតទេតែព្រលឹមម៉ោង6មិនទាន់បើកភ្នែកទាន់ផងគេយកមកលក់ដល់ផ្ទះឲ្យទិញស្រួលដេចគុណអត់អង្គទៅទិញអង្គស្រួលដេចគុណណាអត់មកហូបទៅទិញមកហូបស្រួលដេចគុណអត់លុយចាយឥឡូវអត់ប្របាក់ទៀតយកមេដៃនោះទៅផ្ដិតតែមកពោកមកចាយស្រួលដេចគុណហើយដល់ពេលដល់ថ្ងៃគេអូសផ្ទះអូសដីស្រែទឹកភ្នែកក៏វាស្រួលដេចគុណស្រួលទាំងអស់មែនទេស្រួលមែនយើងអ្នកក្រនេះស្រួលណាអញ្ចឹងឯងមកអួតប្រាប់លោកទៀតណាម៉ោង7មិនទាន់ចូលសម្រាប់អស់ទៅហើយណាពេលថ្ងៃអត់គិតរឿងធ្វើនេះធ្វើនោះកិច្ចការមានប្រយោជន៍ទេយើងសុខចិត្តដើរហូរកជ្រៀវសបាយស្មើនឹងរៃខ្មែរយើងមកមើលរាល់ថ្ងៃប្រជាពលរដ្ឋយើងមើលទៅដូចរៃចឹងណាឯយួននឹងចិនប្រទេសជិតខាងប្រៀបហាក់បីដូចជាសម្ោចគេមកនិយាយពីប្រឹងជញ្ជូនប្រឹងធ្វើញោមមកស្រុកយើងតបងមកតដៃតទេ20ឆ្នាំក្រោយគេធ្វើជាតកែខ្មែរយើងទៅជាខ្ញុំគេវិញឃើញទេខុសគ្នាញោមណាគេយើងយកតម្រាប់តាមរៃយើងដើរច្រៀងដើរផឹកដើរស៊ីសបាយក្អាកកាយរីករាយហើយខ្មែរយើងនេះមានផ្នត់កំណត់រស៊ីអត់ចង់មានទេចង់ត្រឹមតែមករស់បើរថ្ងៃហ្នឹងធ្វើការមកព្រឹកហ្នឹងមើលតែល្មមមករួចមកពេលហ្នឹងហើយផ្ដាំកូនអូនឯងកុំខំពេកចាំស្អែកចាំគិតទៀតមែនសេចចេះឃើញទេអត់មានគិតតែធ្វើឲ្យសល់ដល់ថ្ងៃស្អែកទេថ្ងៃហ្នឹងប៉ុណ្្នឹងបានណាបាទកូនចាំស្អែកចាំគិតទៀតហ្នឹងហើយណាផ្នត់កំណត់យើងខុសពីគេស្រឡះញោមខុសពីគេស្រឡះអញ្ចឹងបើចង់មានបើចង់សនុកតកូនតចៅកុំចង់ស្រួលមុនការលំបាកតនេះយាយភាសាអស់នេះអាសម្រាប់យកមកអប់រំក្មេងៗនិស្សិតតាមសាកលវិទ្យាល័យទេយាយហ្នឹងវាហួសហោះប៉ុណ្ណេះគាត់ថានិយាយខ្លះទៅញោមបានផ្នត់កំណត់គ្រាន់យកទទួលមានកូនតទៅទៀតណាកូនឯងកុំចង់ស្រួលមុនការលំបាកកុំចូលចិត្តចាយលុយមុនពេលរលុយបានខ្មែរយើងរាល់ថ្ងៃចូលចិត្តចាយលុយមុនរលុយបានមែនទេឧទាហរណ៍តែដីហ្នឹងមកប្លង់ហ្នឹងគិតតែគេឲ្យថ្លៃប៉ុណ្ណេះវាមិនតាន់ត្រូវថ្លៃដល់ខ្ចីលុយគេចាយទុកឲ្យចាំអញលក់ដីដាច់ចាំសងវិញមែនទេងាហ្នឹងហើយចាយលុយមុនរលុយបានចង់សនុកមុនការលំបាកអញ្ចឹងវានៅតែក្រនៅតែលំបាកណាហើយញោមមើលអ្នកមានគេគ្មានពេលបានសម្រាប់ស្រួលទៅញោមប្តីទៅដោយប្តីប្រពន្ធទៅដោយប្រពន្ធមកដណ្ដប់ឲ្យបានជួបគ្នាបលឹមឡើងបែកជើងគ្នាទៅអស់អញ្ចឹងបានអ្នកមានមិនសូវមានសុភមង្គលដូចយើងអ្នកក្រទេណាហើយបើនិយាយពីកូននេះយ៉ាងច្រើនអស់ហើយត្រឹម2មែនទេយាយវាគ្មានពេលបាននៅជួបគ្នាបលឹមឡើងចែកជើងគ្នាកដាលយកបានមកដល់ផ្ទះអស់កម្លាំងហើយងូតទឹកដេកបាត់រៀងខ្លួនហើយយើងអ្នកក្រនេះហូបបាយហើយអង្គុយបិឈរជង្គង់មើលរមុខគ្នា2 10នាក់អីនោះហ្នឹងហើយវាអត់មានទ្រព្យវាមានតែកូននោះវិញហ្នឹងហើយអញ្ចឹងកុំឲ្យស្រួលមុនការលំបាកប្រឹងប្រែងលះបង់ពេលវេលារកស៊ីលីស័យរែកពុនចូលគោលធម៌យើងឯណាហើយដេចគុណមិនថាសំដែងលោភៈកុំឲ្យមនុស្សវាប្រាថ្នាច្រើននោះឥឡូវមកឲ្យមនុស្សហ្នឹងប្រឹងរកស៊ីទៅវិញណាអាត្មាសំដែងហ្នឹងគឺសំដែងតាមព្រះអង្គសំដែងថាប្រឹងចុះណាលោភៈហ្នឹងវាលោភចង់បានរបស់គេដែលវាទុច្ចរិតនោះវាមិនមែនជាសមាជីវោមិនមែនជាសមាកមន្តោតែព្រះអង្គឲ្យប្រឹងប៉ាន់ប្រឹងដោយសមាកមន្តោសមាជីវោការងារត្រូវការចិញ្ចឹមជីវិតត្រូវអ្នកប្រឹងចុះកុំឲ្យតែបៀតបៀនប៉ះពាល់ផលប្រយោជន៍អ្នកដទៃណាប្រឹងដោយសមាជីវោការងារដោយសុចរិតយុត្តិធម៌ទៀងត្រង់អ្នកខ្លះយល់វាមិនទាន់ថាកាន់ពុទ្ធសាសនានាំឲ្យក្រព្រះបង្រៀនមនុស្សកុំឲ្យចង់បានមិនមែនទេត្រូវតែប្រឹងត្រូវតែរកប៉ាន់ឲ្យតែរកហ្នឹងរកដោយសុចរិត
កំរដោយទុច្ចរិតកំលបកំលួចកំឆក់កំប្លន់កំកាប់កំប្រវាញ់កេងកាត់ប្រវាញ់ជិះជាន់គៀបសង្កត់អ្នកដតីអានឹងរចុះព្រះលោកឲ្យរឲ្យតែយុទ្ធធរសច្ចរិតទៀងត្រង់ត្រូវតែប្រឹងត្រូវតែរមកសម្ដែងលោភៈនេះគឺវាចង់បានហួសព្រំដែនកាលណាយើងចង់បានអត់មានបញ្ញាគិតណានាំឲ្យមានសេចក្តីទុកដល់ខ្លួនយើងវិញក្នុងពេលណាមួយលើករឿងមួយរឿងទៀតចុះព្រះអង្គសម្ដែងអំពីហង្សនិយាយរឿងហង្សមួយទៀតថ្ងៃហ្នឹងនិយាយតែហង្សមកបានមិញហង្សក្បាលពីរខ្លួនមួយណាទោសនៃសម្ដីហ្នឹងនាំឲ្យខ្លួនតែមួយណាក្បាលពីរហ្នឹងបែកចេញពីគ្នារហូតដល់ស្លាប់ដោយសារសម្ដីឥឡូវសម្ដែងអំពីទោសនៃលោភៈដែលយើងប្រាថ្នាឥតព្រំដែនគ្មានទីបញ្ចប់ក៏វាផ្ដល់សេចក្តីទុកឲ្យយើងវិញដែរណាមានបរិសម្នាក់ស្លាប់ទៅកើតជាហង្សដល់កើតជាហង្សហ្នឹងមានរោមជាមាសធ្លាប់ស្ដាប់ហ្នឹងណាអ្នកធ្លាប់ស្ដាប់ធម៌សិតតែធ្លាប់អាចារ្យដឹងតែធ្លាប់ណាគាត់ធ្លាប់សិក្សារៀនសូត្រគាត់ដឹងណាដល់ពេលស្លាប់ទៅកើតជាហង្សប៉ុន្តែចិត្តរបស់គាត់នេះមโนរបស់គាត់នេះនៅតែនឹកប្រពន្ធនឹកកូនណាថ្ងៃមួយខំហើពីចម្ងាយមកជួបប្រពន្ធជួបកូនឃើញប្រពន្ធកូនក្រោកសត់អត់លំបាកកើតសេចក្តីអាណិតណាចុះមកបញ្ជ្រុះណាជ្រុះរោមហ្នឹងឲ្យប្រពន្ធកូនហើយផ្ដាំថាអូនយកវាទៅលក់ប្រើប្រាស់តាមការគួរដល់ពេលដែលខែប៉ុណ្ណេះថ្ងៃប៉ុណ្ណេះពេលដែលអូនប្រើប្រាស់ទ្រព្យនឹងអស់បងនឹងមកជំរុះរោមឲ្យអូនជាលើកទី2ណាជំរុះរោមឲ្យអូនម្ដងមួយក្រាន់ចិញ្ចឹមជីវិតណាដល់ប្រពន្ធនេះវាបានអញ្ចឹងវាដូចកើតចិត្តបានទៅវាស្រួលណាលែងរកស៊ីអីបានទៅលុកចាយវាស្រួលមនុស្សតែកាលណាស្រួលយកចោតកំណត់រកអាស្រួលជាងហ្នឹងទៀតហ្នឹងមែនទេប៉ិនបើសិនយើងចង់បានឲ្យបានមកដោយធម៌អញ្ចឹងល្អណាស់តែបើបានមកដោយអធម៌កុំប្រាថ្នាទៀតណាកុំចង់បានទៀតអាហ្នឹងអាចនាំទុកមកដល់ខ្លួនយើងតែបើបានដោយធម៌ត្រូវតែប្រឹងបន្តទៀតចុះណាប្រឹងបន្តទៀតចុះមកជូនពរឲ្យញាតិញោមប្រឹងណាឲ្យមានបានគ្រប់គ្នាតែសុំឲ្យមានបានប្រកបដោយធម៌ណាញាតិញោមណាសូមអនុមោទនាតែបើមិនបានមកដោយធម៌កុំប្រឹងទៅទៀតណាប្រឈប់ត្រឹមប៉ុណ្ណឹងណាបើដឹងថាទ្របនឹងវាបានមកដោយមិនធម៌ណាយើងឈប់បន្តទៅទៀតកាលណាបន្តនឹងនាំទុកដល់យើងណាលោភលន់គ្មានទីបញ្ចប់គ្មានបញ្ញាត្រេះរេះពិចារណាអត់សង្កត់ល្មមតាមមានតាមបានទេយើងនឹងមានសេចក្តីទុកណាដោយស្ត្រីនឹងចឹងណាប្តីមកទម្លាក់រោមមាសឲ្យមួយពេលម្ដងគ្រាន់ចិញ្ចឹមជីវិតក៏បានរស់សុខស្រួលហើយមិនសុខចិត្តទេថ្ងៃមួយដេកគិតពីអ្នកកូនស្រីណាមានកូនស្រី2ផងកំមុំទាំងពីរហើយពិភាក្សាណែកូនម៉ែគិតថាអញ្ចេះគិតឃើញថាម៉េចម៉ែគិតឃើញថាឪកូនឯងនេះគាត់ស្លាប់ទៅកើតជាហង្សឥឡូវគាត់មកជំរុះរោមឲ្យយើងមួយពេលមួយរោមមួយពេលមួយរោមនឹងដូចចាយដូចពិបាកណាយើងចាយនឹងវាក្រាន់ហើយចុះបើថ្ងៃក្រោយទៅគាត់លែងមកជំរុះឲ្យយើងបានអីស៊ីទៀតអញ្ចឹងយើងគួរតែចាប់គាត់បោកយកទាំងអស់ហ្មងទៅមួយពេលយកទាំងអស់ហ្មងទៅណាហ្នឹងហើយឲ្យបានម្ដងទាំងអស់ហ្មងទៅកុំឲ្យប្របាក់គាត់មកជំរុះម្ដងមកច្រឡឹកម្ដងម្ដងមករោមនេះអាហ្នឹងលោភៈឃើញចង់បានចង់សនុកចង់ស្រួលវាហួសទៅណាដល់តែពេលថ្ងៃមួយប្តីនេះមកជំរុះឲ្យតាមធម្មតាដល់ឲ្យចុះមកប្រពន្ធនេះថាបងខ្ញុំនឹកបងខ្លាំងណាស់គេហៅថាមាយាស្ត្រីមកមិនចេះទេផ្អែមបងអើយបងខ្ញុំនឹកបងឯងខ្លាំងណាស់ឥឡូវបងឯងទៅកើតជាសត្វហើយបងឯងនៅតែនឹកប្រពន្ធនឹកកូនខ្ញុំសំណោះបងឯងណាស់ឥឡូវនេះបងឯងអនុគ្រោះឲ្យខ្ញុំបានអោបបានប៉ះបងឯងបន្តិចផងមករាល់ដងមិនដែលបានប៉ះទេគាត់តែជំរុះឲ្យហៅទៅវិញបាត់ថ្ងៃហ្នឹងគេអង្វរអញ្ចឹងឯងនេះបើតុនចិត្តប្តីនេះតុនចិត្តណាមនុស្សប្រុសយើងវាងាប់ព្រោះសម្ដីហ្នឹងណាហ្នឹងហើយតុនចិត្តដល់តុនចិត្តតសៀទៅចិត្តគេណោះមិនដឹងល្បិចកលគេអីតសៀទៅចិត្តទៅឲ្យកូនហាមទៀតណាញោមព្រោះហាមម្ដាយនឹងទៀតមកនិយាយរហួសកូនហ្នឹងហាមតែកុំអីម៉ែធ្វើចឹងមិនល្អទេណាឲ្យពុកលោកកំមកជំរុះចិញ្ចឹមយើងរស់បានហើយយើងគួររស់ប៉ុណ្ណឹងចោះកូនចេះកូនយល់ប៉ុន្តែម៉ែនេះមិនស្ដាប់កូនចេញទៅក្រៅផ្ទះបាត់នៅសល់ម្នាក់ឯងប្តីនឹងមកវល់លួងលោមប្តីមកដល់ហ្នឹងអោបចាប់ជាប់ទៅបោចយកទាំងអស់នៅសល់តែខ្លួនតទេណុលណាហ្នឹងហើយអស់រោមទៅហើមិនរួចទៅសៀតណាត់តតូនចូលក្នុងព្រៃសងំព្រោះតម្រាំរោមហ្នឹងវាដកដូចដើមហើទៅណាកន្លែងវិញនិយាយពីអ្នកនេះអ្នកចង់មានចង់បាននេះចង់បានម្ដងអស់ហើយកុំអស់បាក់ច្រើនដងនេះណាវិចអារោមហ្នឹងមកសម្ពាយកទៅផ្សារហ្មងនឹងលក់ម្ដងទាំងអស់ហ្នឹងយកលុយយកកាក់មកចិញ្ចឹមជីវិតកុំឲ្យពិបាកដល់ទៅដល់ផ្សារកន្លែងទិញមាសកន្លែងលក់មាសហ្នឹងណាទៅដល់បើករោមនឹងចេញមកវាមិនមែនទៅជារោមមាសវាទៅជារោមស័ព្ទធម្មតាខាតប្រយោជន៍ឃើញទេណាលើករឿងហ្នឹងជាកតិដើម្បីឲ្យយើងពិចារណាថា
បើសិនជាយើងចង់បានលោភៈប្រាថ្នាតណ្ហាគឺសក្តិប្រាថ្នាលោភៈនឹងយើងចង់បានត្រេកត្រអាលពេញចិត្តត្រូវការគ្មានទីបញ្ចប់ហើយគ្មានការអត់សង្កត់គ្មានបញ្ញាត្រេះរេះពិចារណាដើម្បីកំណត់ដឹងទេពេលណាមួយវានឹងផ្ដល់ទុកឲ្យយើងពេលណាមួយនឹងផ្ដល់ទុកឲ្យយើងហ្នឹងហើយមានរឿងច្រើនណាស់ពាក់ព័ន្ធនឹងលោភៈនេះបង50នាទីជាងចិត្ត1ម៉ោងណាបង5នាទីអីទៀតបានទេយូរតិចទៀតហ៎អត់ទេមកថាប្រហែល5នាទីអីទៀតបានណាណាមានរឿងមួយទៀតមកលើកជាកតិឲ្យយើងពិចារណាកាលណាយើងត្រូវការចង់បានអត់មានទីបញ្ចប់នាំទុកឲ្យយើងនៅពេលណាមួយបងណាមានព្រានបងណាប្រមាញ់ណា7នាក់ចេញពីក្រុងទៅចូលក្នុងព្រៃដើម្បីបរបាញ់ដល់ពេលចូលដល់ក្នុងព្រៃបរបាញ់ទៅវាចេះតែឆ្ងាយទៅវង្វេងដល់វង្វេងវាអស់ស្បៀងដាច់ទឹកដាច់ស្បៀងដាច់បាយទៅវង្វេងរកផ្លូវដើមឃើញណាឃើញដើមវល់ទឹកគេហៅវល់ទឹកប៉ុន្តែចាស់បុរាណគេមិនមែនហៅវល់ទឹកទេគេហៅផ្សេងមួយទៀតវ៉ាជួយហ្នឹងហើយវល់ទឹកហ្នឹងគឺកាប់មកវាហូរទឹកមកដល់កាប់ទៅដំបងកាប់ទៅវាហូរទឹកមកបានងូតបានផឹកចឹងទៅណាដល់កាប់លើកទី2ទៅវាធ្លាក់មាសមកវាមិនធ្លាក់ទឹកវាទៅធ្លាក់មាសវល់ខ្លះកាប់ទៅវាធ្លាក់មាសមកណាកាប់ប៉ះមេឃខ្លះវាធ្លាក់មាសមកដល់ពេលធ្លាក់មាសមកចាប់ដើមកើតកំណត់យើងកាប់លើកទី1បានមាសមេឃទី1បានមាសចឹងមេឃទី2កាប់ទៀតបានប្រាក់ណាអស់ពីមាសបានប្រាក់បើយើងកាប់លំដើមនឹងហ្មងបើចេញណាវាលើសអាមាសអាប្រាក់នឹងទៅទៀតគេឲ្យត្រឹមមាសត្រឹមប្រាក់នេះមិនគ្រប់ទេចង់លំដើមនឹងយកទាំងអស់ហ្មងហើយវាចេញអីវិញណាដល់តែកាប់រំលំដួលទៅវាមិនមែនចេញមាសវាចេញពុកពឹសមកចាក់ស្លាប់ទាំងអស់គ្នាឃើញទេអាហ្នឹងយើងចង់យើងបានគ្មានទីបញ្ចប់មិនចេះគ្រប់ហ្នឹងវាអាចផ្ដល់ទុកឲ្យយើងលោកលើករឿងល្អច្រើនណាស់ដើម្បីឲ្យយើងពិចារណាក្នុងដំណើរជីវិតរបស់យើងនេះប៉ិនគ្រាន់តែខ្មែរយើងទម្លាប់ខុសពីគេមិនសូវចូលចិត្តអានសភៅម្ល៉េះហើយមិនសូវដឹងទេអត់មានអ្នកសូវចូលចិត្តអានសភៅទេញោមអាត្មាអង្គុយទៅសេសភៅមួយហ្នឹងញ៉ាទម្រាំចប់នឹងបោះពុំចែកឲ្យទៀតអាពេលលោកចែកទៅហ្នឹងអូលើកដៃទៅដើមគ្នាសបាយណាស់ឯគុណអើយអណាបាទឯគុណចែកសភៅឲ្យណាញឹមអោបសភៅនៅមុខលោកហ្នឹងធ្វើដូចស្រឡាញ់មកណាបាទដល់ទៅដល់ផ្ទះប្រោកគៀនក្រងនោះណាកន្លះឆ្នាំមិនតាន់បើមើលម្ដងផងហើយបានអីវាអត់ចេះណាខ្មែរយើងមិនសូវចូលចិត្តអានសភៅទេមកជឿអញ្ចឹងសំបីតែកូនសិស្សអាត្មារាល់ថ្ងៃនេះក៏អញ្ចឹងដែរវាមិនសូវកាន់សភៅទេរាល់ថ្ងៃនេះវាកាន់តែទូរស័ព្ទហើយនឹងកបោវានឹងដឹងដាក់ស្អីខ្លះទេសូវមានសភៅមានបិចតាមខ្លួនហ្នឹងសិស្សសាលាផងយើងគិតមើលអញ្ចឹងចំណេះដឹងរបស់យើងវាទៅតាមនឹងដែរណាហើយឥឡូវនេះទំនើបណាស់ក៏មិនមែនទំនើបដល់ក្មេងទេមកឃើញយាយយើងនៅគេចេះនេះប្រើសារ iPhone ហ្នឹងហើយអាត្មានេះតែ N7 ទេចាញ់យាយទេហ្នឹងហើយមកប្រើតែ N7 យាយនៅគេចេះ iPhone ណាក់មួយណាកេះលិចកេះកើតមកមិនសូវកេះទេអត់ចេះទេអាកេះហ្នឹងណាប្រើតែ N7 ហ្នឹងឥឡូវប៉ុណ្្នឹងចុះចាំជួបគ្នាថ្ងៃក្រោយណាចង់បានសេចក្តីសុខបើតើយើងអប់រំកាយយើងនេះឲ្យបានល្អអប់រំវិជ័យយើងនេះឲ្យបានល្អអប់រំចិត្តយើងនេះឲ្យបានល្អចេះល្មមតាមមានតាមបានមាត់យើងនេះពោលពាក្យពិរោះភាសាហ្នឹងហើយចាំប៉ុណ្្នឹងចុះចាំជួបគ្នាថ្ងៃក្រោយទៀតសូមបានបនបានសល់តាមបរិស័យជ្រះថ្លារៀងខ្លួនបងឡើងមកលើមកសូមអនុមោទនា